ប្រហែលជាមានអ្នកខ្លះបានស្គាល់និងអ្នកខ្លះមិនបានស្គាល់នោះទេចំពោះអ្នកចម្រៀងបែបកំ pl ែងម្នាក់ទៀតបន្ទាប់ពីលោកមេសមត្ថដែលបានចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាទាំងនៅក្នុងសមរភូមិសិល្បៈនិងសង្គ្រាមនោះគឺលោកលក្ខសវត្ថដែលជាអ្នកចម្រៀងបែបកំ pl ែងម្នាក់ទៀតដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងគួរសមនឹងគេដែរនៅក្នុងវង់ភ្លេងយោធាភិរមជាមួយនឹងលោកមេសមត្ថប៉ុន្តែមិនសូវបានល្បីឈ្មោះខ្លាំងដូចជាលោកមេសមត្ថឡើយចំពោះមូលហេតុដែលលោកមិនសូវបានល្បីឈ្មោះនោះគឺដោយសារតែលោកមិនសូវបានច្រៀងច្រើនដូចជាលោកមេសមត្ថគឺលោកលក្ខសវត្ថច្រៀងតែតាមវង់ភ្លេងអកេសនិងតាមឆាកប្រគំតន្ត្រីធម្មតាមិនសូវបានច្រៀងថតថាសដូចជាលោកមេសមត្ថឡើយដូច្នេះហើយទើបលោកមិនសូវជាល្បីឈ្មោះដូចជាលោកមេសមត្ថដោយសារលោកមិនសូវបានច្រៀងថតថាសច្រើនដូចនេះហើយទើបបានជាមរតកចម្រៀងរបស់លោកបានបាត់បង់អស់ជាច្រើនហើយនៅសេសសល់បន្តិចបន្តួចប៉ុណ្ណោះរួមមានដូចជាបទដេកថ្ងៃសំចៃទុកយប់ស្បត់បានតែយប់ជ្រៅនិងបទគ្រាន់តែខ្ញុំថាស្រឡាញ់ជាដើមលោកលក្ខសវត្ថបានចាប់កំណើតនៅក្នុងឆ្នាំ1938នៅស្រុកបាភ្នំខេត្តព្រៃវែងឪពុករបស់លោកមានឈ្មោះថាលក្ខឈុំជាអតីតមេស្រុកបាភ្នំខេត្តព្រៃវែងចំនួនបារាំងចំណែកម្ដាយរបស់លោកមានឈ្មោះថារស់សរឿនជាអ្នកស្រុកគៀនស្វាយខេត្តកណ្ដាលនិងជាអ្នករាំរបាំល្ខោនលួងនៅសម័យនោះឪពុករបស់លោកលក្ខសវត្ថគឺមានភរិយាចំនួន2នាក់ដែលភរិយាមុនបង្កើតបានកូនចំនួន2នាក់និងម្ដាយរបស់លោកលក្ខសវត្ថដោយបានបង្កើតកូនបានចំនួន5នាក់ប្រុស4ស្រី1ដែលនៅក្នុងនោះលោកលក្ខសវត្ថគឺជាកូនច្បងគេឪពុករបស់លោកលក្ខសវត្ថបានស្លាប់នៅក្នុងសម័យខ្មែរក្រហមគឺនៅពេលនោះគាត់មានអាយុប្រហែលជា100ឆ្នាំទៅហើយចំណែកម្ដាយរបស់លោកគឺបានស្លាប់នៅក្នុងឆ្នាំ1984បន្ទាប់ពីលោកលក្ខសវត្ថបានចាប់កំណើតនៅក្នុងស្រុកកំណើតនោះគ្រួសាររបស់លោកក៏បានផ្លាស់ទីលំនៅមករស់នៅទីក្រុងភ្នំពេញរហូតមកចំពោះសិល្បៈក្រៅពីលោកលក្ខសវត្ថដែលជាអ្នកចម្រៀងនោះគឺប្អូនប្រុសៗរបស់លោកទាំង3នាក់ក៏ជាអ្នកសិល្បៈផងដែរដោយអ្នកខ្លះគឺជាអ្នកភ្លេងជាដើមហើយប្អូនរបស់លោកក៏បានបង្កើតវង់ភ្លេងមួយផងដែរគឺមានឈ្មោះថាវង់ភ្លេងតារាភិរមគឺជាវង់ភ្លេងប្រភេទហ្គីតាដោយពួកគេលេងតែហ្គីតាប៉ុណ្ណោះដោយពួកគេលេងផងនិងច្រៀងផងចំពោះលោកលក្ខសវត្ថដំបូងឡើយលោកក៏ច្រៀងជាមួយនឹងប្អូនរបស់លោកផងដែរប៉ុន្តែក្រោយមកលោកក៏បានចូលរួមជាមួយនឹងវង់ភ្លេងយោធាភិរមទៅហើយប្អូនរបស់លោកក្រោយមកក៏បានចូលរួមនៅក្នុងវង់ភ្លេងយោធាភិរមផងដែរគឺនៅក្នុងកំឡុងចុងទសវត្សរ៍ឆ្នាំ1960កាលពីកុមារលោកលក្ខសវត្ថបានចូលរៀនសាលានៅភ្នំពេញគឺក្រោយពីគ្រួសាររបស់លោកបានផ្លាស់គ្រួសារពីខេត្តព្រៃវែងមកភ្នំពេញនៅក្នុងកំឡុងចុងសម័យបារាំងនោះគឺលោករៀនរហូតដល់ថ្នាក់អនុវិទ្យាល័យគឺមុននឹងក្លាយទៅជាតន្ត្រីករនិងជាអ្នកចម្រៀងចំពោះវិស័យសិល្បៈលោកលក្ខសវត្ថក៏មិនខុសពីសិល្បករមុននោះទេគឺលោកមាននិស្ស័យសិល្បៈតាំងពីក្មេងមកម្ល៉េះលោកចូលចិត្តតន្ត្រីតាំងពីនៅរៀនថ្នាក់បឋមសិក្សាមកហើយនៅពេលចូលដល់វ័យជំទង់លោកក៏រាប់អានមិត្តភ័ក្តិជិតស្និទ្ធនិងជាអ្នកដែលស្រឡាញ់តន្ត្រីដូចគ្នាដែលនៅក្នុងនោះគឺលោកបានរាប់អានយ៉ាងជិតស្និទ្ធជាមួយនឹងលោកសំសខនដែលក្រោយមកត្រូវជាស្វាមីរបស់អ្នកស្រីម៉ៅសេរីក្រោយពីបានក្លាយទៅជាអ្នកចម្រៀងនៅក្នុងវង់ភ្លេងយោធាភិរមលោកលក្ខសវត្ថត្រូវបានអ្នកនិពន្ធល្បីៗដូចជាលោកអ៊ុយហែលលោកព្រំសំអល់លោកយិនសម្បូរលោកវ៉យហូនិងលោកសំសខននិពន្ធចម្រៀងឲ្យច្រៀងជាបន្តបន្ទាប់ចំពោះបទចម្រៀងដែលបាននិពន្ធឲ្យលោកច្រៀងរួមមានដូចជាបទភរិយាអនាធិបតេយ្យសម្ប៉ានស្នេហាអោស្នេហាខ្យល់បៃលិនអាត្រៀតភ្លៀងធ្លាក់ប្រលឹងស្នេហ៍ប្រវត្តិស្នេហាខ្ញុំអាឡ័យស្ទឹងសង្កែសង្ឃឹមថាបានវិមានឯករាជ្យស្រីឆាប់ខឹងម្លេះអោភ្នំសំពៅស្រីស្រស់មាយាដែលចម្រៀងទាំងអស់នេះគឺជាស្នាដៃនិពន្ធរបស់លោកវ៉យហូចំណែកបទចម្រៀងផ្សេងទៀតរួមមានដូចជាបទសមុទ្រកម្ពុជារកប្រពន្ធមួយដើម្បីបានស៊ីកាសម្បត្តិខ្ញុំអោចម្រៀងដែលបទទាំងអស់នេះគឺជាស្នាដៃនិពន្ធរបស់លោកសំសខននិងមានដូចជាបទសូមកុំច្រឡំសុំមួយរៀលដែលជាស្នាដៃរបស់លោកព្រំសំអល់ហើយចំពោះបទចម្រៀងដែលលោកលក្ខសវត្ថបាននិពន្ធដោយខ្លួនឯងនោះ
គឺមានដូចជាបទនីលកាមិនរោនិងបាត់ខោជាដើមតែគួរឲ្យសោកស្ដាយណាស់គឺបទចម្រៀងទាំងអស់នោះត្រូវបានបាត់បង់អស់ទៅហើយគឺមិនមាននៅសេសសល់នោះទេព្រោះมันបានច្រៀងថតថាសគឺបានតែច្រៀងតាមវង់ភ្លេងអកេសប៉ុណ្ណោះចំណែកចម្រៀងដែលនៅសេសសល់នោះគឺមាន3ទៅ4បទដោយដែលបានរៀបរាប់តាំងពីដើមមកបើនិយាយអំពីស្នេហាវិញគឺនៅក្នុងកំឡុងឆ្នាំ1950នៅពេលដែលលោកបានក្លាយទៅជាអ្នកចម្រៀងគឺលោកបានរៀបការជាមួយនឹងនារីម្នាក់ឈ្មោះលង្កាដែលមានទីកន្លែងកំណើតនៅក្នុងស្រុកស្អាងខេត្តកណ្ដាលនិងមាននាទីជាមន្ត្រីគយហើយក្រោយមកលោកនិងភរិយារូបនេះបានបង្កើតបានកូនចំនួន5នាក់ក្រោយពីធ្វើរដ្ឋប្រហារដោយសេនាប្រមុខលន់នល់នៅថ្ងៃទី18ខែមីនាឆ្នាំ1970លោកលក្ខសវ៉ាតគឺត្រូវបានរបបថ្មីតម្រូវឲ្យចូលធ្វើជាកងទ័ពគ្រានោះលោកបានផ្លាស់ប្ដូរចេញពីវង់ភ្លេងយោធាពិរមហើយចូលទៅក្នុងអង្គភាព21 BE ដែលមានឈ្មោះជាភាសាបារាំងថាវ៉ាងអង BE លុះហាត់ក្បួនកងទ័ពបានចេះច្បាស់អស់ហើយលោកក៏បានទៅឈរជើងនៅតាំងក្រសាំងមានទីតាំងនៅទល់មុខព្រលានយន្តហោះនីប៉ូជន្តុងលោកលក្ខសវ៉ាតមិនមែនមានឈ្មោះជាទាហានសិល្បៈដូចសិល្បករមួយចំនួននោះទេគឺលោកគឺជាទាហានចេញច្បាំងនៅសមរភូមិផ្ទាល់តែម្ដងក្រោយមកដែលមានស្នាដៃបម្រើកងទ័ពលោកក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាចៅហ្វាយស្រុកមួយនៅក្នុងខេត្តពោធិ៍សាត់ដោយចាប់តាំងពីពេលនោះមកគឺលោកលែងមានពេលវេលានៅក្នុងការច្រៀងថតថាសឬផ្សាយតាមវិទ្យុជាតិទៀតហើយដើម្បីឲ្យមហាជនបានស្ដាប់សម្លេងរបស់គាត់ទៀតនោះទេគឺលោករវល់តែដឹកនាំកងកម្លាំងទប់ទល់ជាមួយនឹងកងទ័ពរបស់ខ្មែរក្រហមប៉ុណ្ណោះដោយឡែកភរិយានិងកូនទាំង5របស់លោកគឺមិនបានទៅរស់នៅជាមួយនឹងលោកក្នុងខេត្តពោធិ៍សាត់ឡើយដោយកូនបានឲ្យជីដូនដែលនៅភ្នំពេញជាអ្នកមើលថែនិងរៀនសូត្រចំណែកប្រពន្ធរបស់លោកដែលជាមន្ត្រីគយនោះគឺបានទៅបំពេញការងារនៅអូជ្រៅនៅឆ្នាំ1975ទាហានខ្មែរក្រហមបានវាយចូលក្នុងទីក្រុងភ្នំពេញលោកលក្ខសវ៉ាតដែលជាចៅហ្វាយស្រុកនៅក្នុងខេត្តពោធិ៍សាត់នោះបានតទល់ជាមួយនឹងទាហានខ្មែរក្រហមតតែអស់គ្រាប់ដោយសារតែទាហានខ្មែរក្រហមបានផ្ដាច់ផ្លូវនានាចេញចូលទៅកាន់ក្រុងភ្នំពេញទើបធ្វើឲ្យរាជរដ្ឋាភិបាលរបស់លោកសេនាប្រមុខលន់នល់មិនអាចដឹកជញ្ជូនគ្រាប់និងអាវុធទៅជួយបានឡើយហើយស្របពេលនោះរដ្ឋាភិបាលលន់នល់ក៏បានបាក់ទ័ពនិងរត់ខ្ចាយផងដែរនៅពេលដែលលោកលក្ខសវ៉ាតច្បាំងអស់គ្រាប់នោះខ្មែរក្រហមក៏ដណ្ដើមបានខេត្តពោធិ៍សាត់ទាំងមូលហើយលោកលក្ខសវ៉ាតក៏ត្រូវបានពួកខ្មែរក្រហមចាប់បានហើយបានបាញ់សម្លាប់ចោលនៅនឹងកន្លែងភ្លាមតែម្ដងហើយភរិយារបស់លោកក៏ជាប់នៅអូជ្រៅមិនអាចមកភ្នំពេញវិញបានឡើយតែគាត់បានលាក់ឈ្មោះនិងប្រវត្តិបានចិត្តហើយបានរួចផុតពីសេចក្តីស្លាប់នៅក្នុងរបបនោះហើយចំពោះកូនរបស់លោកលក្ខសវ៉ាតដែលរស់នៅក្នុងទីក្រុងភ្នំពេញជាមួយនឹងជីដូនគឺនៅពេលនោះខ្មែរក្រហមបានជំនះចេញពីទីក្រុងទាំងអស់ហើយក្រោយមកកូនរបស់លោកទាំងពីរនិងឪពុករបស់លោកផងក៏បានស្លាប់នៅក្នុងសម័យប៉ុលពតនោះទៅហើយក្រោយមកភរិយានិងកូនរបស់លោកទាំង3បានទៅរស់នៅអាមេរិករហូតដល់សប្តាហ៍ថ្ងៃហើយនៅទសវត្សរ៍ឆ្នាំ2000ភរិយារបស់លោកលក្ខសវ៉ាតគឺអ្នកស្រីលង្កាបានចែកឋានទៅដោយសារជំងឺនិងចាស់ជរាលោកលក្ខសវ៉ាតគឺជាអ្នកចម្រៀងបែបកំ pl មួយរូបដែលបានចូលរួមប្រយុទ្ធយ៉ាងសកម្មមិនថានៅក្នុងសមរភូមិសិល្បៈនិងសង្គ្រាមនោះទេហើយលោកក៏ជាចំណែកមួយដែលបានជួយជ្រោមជ្រែងឲ្យវិស័យសិល្បៈខ្មែរមានភាពរីកចម្រើនទៀតផង